ដល់ទៅពេលឈឺចិត្តស្លាប់បានឃើញតម្លៃនៃការរស់ហ្នឹងហើយអាភ័យខ្លាចស្លាប់កើតឡើងមើលមានអាចិត្តភ័យហ្នឹងអាភ័យខ្លាចស្លាប់ដល់អញ្ចឹងឃើញតម្លៃត្រឹមតែរស់ហ្នឹងគឺថាថ្លៃជាងសម្បត្តិមហាសិទ្ធិទៅទៀតហ្នឹងហើយចិត្តហ្នឹងវាមិនធ្លាប់កើតមានពីដើមមកណាហ្នឹងហើយវាមិនតាន់ឈឺដឹងថាត្រូវស្លាប់ហ្នឹងអាចិត្តដែលឃើញតម្លៃនៃការរស់ហ្នឹងត្រឹមតែបានរស់ហ្នឹងវាអត់កើតមកឲ្យដឹកណាហ្នឹងហើយនៅចឹងទៅវាចេះតែទៅវឹងក្នុងជីវិតទៅហ្នឹងហើយរហូតដល់ទៅមិនបានមើលថែសុខភាពអីស្រួលវល់ការងារវល់ហើយឈឺក្បាលអីទៅទ្រាំទៅលេបថ្នាំអីចឹងទៅវល់មិនបានឲ្យពេទ្យមើលដល់ទៅថាអូយដូចទ្រាំមិនបានទេតែឲ្យពេទ្យមើលសិនមហារាជដល់អាកម្រិតមើលបញ្ជាអញ្ចឹងទៅហ្នឹងឯងបានមកឃើញតម្លៃទ្រព្យសម្បត្តិអីទាំងប្រមាណហ្នឹងអត់នៃអត់ខ្លឹមសារអីក្នុងជីវិតដល់ម៉ងទៅណាហើយមើលប្រើពេលវេលាសឹងមកជីវិតដើម្បីរកទ្រព្យសម្បត្តិស្រាប់តែដល់មកឃើញទ្រព្យសម្បត្តិហ្នឹងវាអត់សំខាន់អីសម្រាប់ខ្លួនឯងណា